បានជួបកញ្ញាកុយឯណាហើយការទន្ទឹងរង់ចាំមិនខកបំណងទេគឺបានមកដល់ហើយស្ត្រីទី1របស់កម្ពុជាធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តសៀមរាបកុយឯណាដើរដោយក្តីសង្ឃឹមដើរដើម្បីទេសចរក្តីសង្ឃឹមកុមារនិងជនពិការខ្ញុំក៏បានចូលរួមដំណើរ10000រៀលគឺចូលរួមតាមលទ្ធភាពកុយឯណាជាបវរកញ្ញានៃសប្បុរសធម៌បវរកញ្ញាជាគំរូនៃស្ត្រីខ្មែរបវរកញ្ញាដែលពោពេញដោយក្តីស្រឡាញ់ថ្លាចេញពីបេះដូងនៅថ្ងៃទី21ខែកញ្ញាឆ្នាំ2025ប្រហែលម៉ោង11ថ្ងៃត្រង់គាត់បានដើរមកជិតដល់រង្វង់មូលផ្ការរំដួលស្វាយធំហើយនៅតែប្រមាណគីឡូទៀតទេគាត់នឹងដល់គោលដៅរបស់គាត់ហើយមានទាំងបងប៉ូលីសជួយសម្រួលចរាចរណ៍របស់គាត់ធ្វើឲ្យគាត់ងាយស្រួលក្នុងការធ្វើដំណើរផងដែរមានមនុស្សជាច្រើនមកចាំគាំទ្រទឹកចិត្តដ៏សប្បុរសធម៌របស់គាត់ខ្ញុំក៏រងចាំប្រហែលជា2ម៉ោងដែរទើបគាត់ដើរមកដល់ពេលគាត់ដើរមកដល់សម្រស់របស់គាត់ពិតជាស្រស់ស្អាតខ្លាំងឯណាពិតជាមានភាពអត់ធ្មត់ខ្លាំងដោយដើរហាលភ្លៀងខ្យល់ថ្ងៃក្តៅខ្លាំងដោយមិនរុញរាអ្វីឡើយខ្ញុំសូមជូនពរឲ្យកញ្ញាឯណាជួបតែសំណាងល្អសុខភាពល្អនិងមានអ្នកគាំទ្រកាន់តែច្រើន